ចូលទៅកំណត់សិស្សដែលគាត់បោះបង់ឬក៏ប្រតិការសិក្សានៅក្នុងប្រព័ន្ធរបស់យើងអញ្ចឹងដំបូងគូចូលទៅកន្លែងបញ្ជីឈ្មោះសិស្សនេះនៅកន្លែងបន្ទប់ថ្នាក់បន្តមកទៀតយើងជ្រើសរើសយកសិស្សណាមួយដែលគាត់បោះបង់ឬក៏ទេយើងគ្រាន់តែចុចទៅលើកន្លែងជួររបស់គាត់នេះមកហើយយើងចុចកន្លែងរូបមនុស្សនេះមនុស្សដែលមានរូបកូនសោនេះដាក់ status នេះចុចលើវាមកក៏មកវានឹងលោតទាំងបែបនេះហើយយើងដូរស្ថានភាពសិស្សនេះពីសកម្មទៅបោះបង់ឬក៏បដូរសាលាបានដូចគ្នាទៅមកទៀតគាត់បោះបង់ពីខែណាឆ្នាំណាអញ្ចឹងយើងដូរតាមហ្នឹងមកឧទាហរណ៍គាត់បោះបង់នៅថ្ងៃនេះយើងដូរអញ្ចឹងមកហើយយើងដាក់មូលហេតុដែរមូលហេតុអីគេហើយឧទាហរណ៍គាត់ទៅធ្វើការដាក់ទៅធ្វើការទៅតមកទៀតយើងចុចពាក្យរក្សាទុកតពីយើងរក្សាទុកហើយអញ្ចឹងឈ្មោះសិស្សម្នាក់ហ្នឹងគឺគាត់នឹងលោតពាក្យបោះបង់ហើយលោតក្រហមបែបនេះហើយសម្រាប់សិស្សដែលគាត់ទេដូចគ្នាដែរយើងចុចលើរូបកូនសោហ្នឹងមកហើយយើងចុចទៅផ្ទេរសាលាឬក៏ផ្លាស់ប្ដូរសាលាផ្លាស់ប្ដូរពីថ្ងៃណាហើយផ្លាស់ប្ដូរទៅណាយើងដាក់មូលហេតុមកហើយយើងរក្សាទុកអញ្ចឹងសិស្សនេះគឺផ្លាស់ប្ដូរសាលាហើយករណីយើងthíchខុសយើងអាចទៅដូរវិញបានឧទាហរណ៍ខ្ញុំ thích ឈ្មោះសិស្សដូរសាលានេះខុសអញ្ចឹងយើងក៏ចុចលើកន្លែងដដែលទៅហើយយើងចុចដាក់សកម្មភាពនេះស្ថានភាពនេះទៅសកម្មវិញអញ្ចឹងយើងរក្សាទុកមកប៉ុណ្ណឹងជាការស្រេចអញ្ចឹងរាល់ប្រតិបត្តិការរបស់សិស្សម្នាក់ហ្នឹងគឺអាចដាក់បន្ទុកគាត់វិញបានហើយបើសិស្សដែលយើងthíchបោះបង់នេះពេលដែលយើងចូលទៅដាក់បន្ទុកឬក៏អីឬក៏កន្លែងតារាងលទ្ធផលគឺនឹងបង្ហាញចំនួនសិស្សដែលគាត់បោះបង់ហើយបន្ទុកគាត់គឺយើងអាចចូលបានទៀតទេពេលដែលយើងចុចដាក់ថាសិស្សនឹងបោះបង់អញ្ចឹង